អ្នកអង្គការ Lee Samet ហៅគ្រូមៀគឺជាអតីតទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោហ៊ុនសែនដែលត្រូវបានចាប់ខ្លួននៅចុងឆ្នាំ2024ពាក់ព័ន្ធនឹងករណីឆបោកលុយរាប់លានដុល្លារដោយប្រើឈ្មោះថ្នាក់ដឹកនាំកម្ពុជាដើម្បីរកការតំណែងសង្ខេបប្រវត្តិនិងករណីពាក់ព័ន្ធលោកធ្លាប់ជាទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោហ៊ុនសែននិងមានគោរមងារជាអ្នកអង្គការលោកត្រូវបានចោទប្រកាន់ពីបទឆបោកនិងសំគំនិតក្នុងបទជំនួញឥទ្ធិពលអកម្មបន្ទាប់ពីរកឃើញថាបានបោកប្រាស់លុយគេរាប់លានដុល្លារក្នុងពេលបន្ទាប់លោកបានធ្វើវីដេអូសារភាពថាបានយកឈ្មោះសម្ដេចតេជោហ៊ុនសែនទៅប្រើប្រាស់ដើម្បីបោកប្រាស់យកលុយគេបន្ទាប់មកតំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លោកលីសាមេតរួមជាមួយលោកដួងតារាលោកឡាចសំរោងនិងលោកកនសុកកាយពីបទប៉ុនប៉ងសូប៉ាន់ការចោទប្រកាន់លើជនសង្ស័យទាំង4នាក់នេះបានធ្វើឡើងបន្ទាប់ពីបញ្ចប់ការសាកសួរការចោទប្រកាន់ផ្អែកលើភស្តុតាងនិងយោងតាមមាត្រា 2/7 និងមាត្រា 605 នៃក្រមព្រហ្មទណ្ឌព្រមទាំងមាត្រា 3.2 នៃច្បាប់ប្រឆាំងអំពើពុករលួយក្នុងសំណុំរឿងនេះមានអ្នកពាក់ព័ន្ធសរុប5រូបរួមមានលោកអ៊ុតធីលោកមុងឃីមលោកដួងតារាលោកឡាយវិសិទ្ធនិងលោកកងសុកកាយដែលត្រូវបានអាជ្ញាធរនិងតុលាការចាត់វិធានការជាបន្តបន្ទាប់នៅព្រឹកថ្ងៃពុធទី6ខែឧសភាឆ្នាំ2026នេះលោកលីសាមេតដែលជាពិរុទ្ធជនសំខាន់ក្នុងករណីឆបោកបានស្លាប់នៅក្នុងពន្ធនាគារព្រៃសរតាមការបញ្ជាក់របស់លោកនុតសាវណ្ណាប្រធានពន្ធនាគារព្រៃសរបានឲ្យដឹងថាលោកលីសាមេតស្លាប់ដោយសារជំងឺប្រចាំកាយលោកបានបញ្ជាក់ថាលោកលីសាមេតបានស្លាប់នៅម៉ោងប្រមាណ6ព្រឹកថ្ងៃទី6ខែឧសភាដោយសារជំងឺទឹកនោមផ្អែមនិងសម្ពាធឈាមខ្ពស់លោកក៏មានបញ្ហាសុខភាពតាំងពីមុនចូលពន្ធនាគារមកហើយបានគាំងបេះដូងស្លាប់នៅទីនោះសូមរំលឹកថាលោកលីសាមេតត្រូវបានសាលាដំបងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារកាលពីថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2024ពីបទឆបោកដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញក្នុងខែកញ្ញានិងខែតុលាឆ្នាំ2022ការផ្តន្ទាទោសនេះកើតឡើងបន្ទាប់ពីមានបទបញ្ជារបស់លោកហ៊ុនសែនដែលបានសរសេរនៅលើបណ្ដាញសង្គម Facebook ថាលោកលីសាមេតបានយកឈ្មោះរបស់លោកទៅប្រើដើម្បីបោកប្រាស់លុយគេរាប់សែននិងរាប់លានដុល្លារគូបញ្ជាក់ថាលោកលីសាមេតធ្លាប់មានតួនាទីជាទីប្រឹក្សារបស់លោកហ៊ុនសែននិងតែងតែប្រើគោរមងារជាអ្នកអង្គការបណ្ឌិតនៅពេលចូលរួមកម្មវិធីសាធារណៈប៉ុន្តែក្នុងឯកសារតុលាការលោកមានមុខរបរជាអ្នករកស៊ីនិងមានកម្រិតវប្បធម៌ថាមិនចេះអក្សរក្នុងសំណុំរឿងនេះក៏មានមន្ត្រីជាន់ខ្ពស់មួយចំនួនត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសូកប៉ាន់និងរត់ការតំណែងក្នុងនោះមានលោកមួងឃីមអតីតឧត្តមសេនីយ៍ផ្កាយ3និងលោកអ៊ុតធីអ្នកជំនួញដឹកខ្សាច់ក្រៅពីនេះមានលោកឡាយវិសិទ្ធអភិបាលរងខេត្តពោធិ៍សាត់និងលោកដួងតារាអតីតជំនួយការលោកហ៊ុនសែនក៏ពាក់ព័ន្ធក្នុងសំណុំរឿងនេះផងដែរ